CNN International News flash floods in Nepal and a mudslide in Tibet have caused widespread devastation គំហុកទឹកជំនន់ក្នុងប្រទេសនេប៉ាល់ហើយនឹងដីផុកនៅក្នុងទីបេបានបណ្ដាលឲ្យមានការរីករាលដាលការបំផ្លិចបំផ្លាញ with hundreds missing after flood water swept through riverside settlements in the north of Nepal, leaving destruction in its wake. ជាមួយនឹងការបាត់ខ្លួនជាច្រើនរយនាក់បន្ទាប់ពីទឹកជំនន់បានគ្របដណ្ដប់មកលើអ្នកតាំងលំនៅឋានតាមមាត់ទន្លេក្នុងភាគខាងជើងនៃប្រទេសនេប៉ាល់ហើយកំពុងបន្តការបំផ្លិចបំផ្លាញនៅក្នុងស្ថានភាពបន្តបន្ទាប់ទៀត At least 95 people have died in the disaster, Nepali police said earlier today. យ៉ាងហោចណាស់មនុស្សស្លាប់95នាក់នៅក្នុងភាពមហន្តរាយនេះបើតាមសម្ដីរបស់ប៉ូលីសនេប៉ាល់បាននិយាយកាលពីមុនថ្ងៃនេះ But the toll is expected rise once the waters recede and the true extent of the damage becomes clear. ប៉ុន្តែការខូចខាតទាំងអស់នោះសង្ឃឹមថានឹងត្រូវបានបំភ្លឺម្ដងមួយបន្ទាប់ពីទឹកជំនន់បានស្រកចុះហើយវិសាលភាពនៃការខូចបង់ទាំងអស់នោះនឹងត្រូវបានបំភ្លឺឲ្យច្បាស់ At least 3 people have been killed in Tibet and 265 others are missing. Chinese authorities just reported. យ៉ាងហោចណាស់មានមនុស្ស3នាក់ត្រូវបានស្លាប់នៅក្នុងទីបេហើយ265នាក់ផ្សេងទៀតបានកំពុងបាត់ខ្លួននេះបើតាមរបាយការណ៍អាជ្ញាធរចិនទើបតែបានរៀបរាប់នៅថ្មីនេះបាទសូមអរគុណ Philosophy ទស្សនវិជ្ជា Abraham Lincoln 16th US President លោក Abraham Lincoln ប្រធានាធិបតីអាមេរិកទី16 Give me 6 hours to chop down a tree and I will spend the first 4 sharpening the axe ទុកពេលឲ្យខ្ញុំ6ម៉ោងក្នុងការរំលំដើមឈើមួយឲ្យដួលហើយខ្ញុំនឹងចំណាយពេល4ម៉ោងដំបូងដើម្បីសំលៀងពូថៅឲ្យមុតបាទសូមអរគុណ